Hello student បាទថ្ងៃនេះយើងមាន10 clear នៅពេលដែលគេសួរយើងថា How are you ណាតើអ្នកសុខសប្បាយទេយើងឆ្លើយថាម៉េចបាទអញ្ចឹងយើងមានវិធី10 ways to say how are you បាទ way នេះគឺវិធីឬក៏របៀប to say និយាយបាទណា to speak to say how យ៉ាងណាយ៉ាងដូចម្ដេចដែរ how yes you អ្នក you are អ្នកគឺជាយ៉ាងណាអ្នកគឺយ៉ាងណា yes អញ្ចឹងយើងមកបកប្រែសម្រួលឲ្យបានស្រួល 10 ways to say how are you 10វិធីដើម្បីនិយាយថា how you are តើអ្នកយ៉ាងដូចម្ដេចអ្នកមានសុខភាពយ៉ាងដូចម្ដេចនៅពេលដែលគេសួរថាមិនហើយសុខសប្បាយជាទេបាទអញ្ចឹងគេថា how you are ហ្នឹងគឺអ្នកមានសុខភាពល្អឬក៏សុខសប្បាយជាធម្មតាយើងឆ្លើយប្រាប់គេអញ្ចឹងថាដូចម្ដេច yes អញ្ចឹងមួយ I'm fine thanks how about you អញ្ចឹង am នេះគឺ I am ទម្រង់អក្សរកាត់ fine ល្អ good ញ៉ា thanks អរគុណ how យ៉ាងដូចម្ដេចយ៉ាងម៉េច about គឺអំពីបាទអំពីអ្វីមួយញ៉ាដល់ you អ្នកអញ្ចឹងអំពីរឿងអ្នកហ្នឹងយ៉ាងម៉េច yes អញ្ចឹងយើងប្រែសម្រួល I am fine ខ្ញុំគឺល្អទេខ្ញុំមានសុខភាពល្អទេ thanks សូមអរគុណច្រើន How about you ចុះលោកវិញ yes pretty good pretty ស្អាតឧទាហរណ៍ថា pretty girl នារីស្អាត good ល្អ yes អញ្ចឹង clear នេះគឺថា pretty good ខ្ញុំល្អដែរសុខភាពខ្ញុំល្អដែរទី3 not bad not មិនមែននៃបដិសេធ not bad នេះអាក្រក់ yes ផ្ទុយពីពាក្យ good ចឹង not bad វាមិនអាក្រក់ពេកទេមានន័យថាសុខភាពល្អដែរ not bad 4 great great នេះគឺភាពអស្ចារ្យភាពសម្បើមណាចឹងគេថា oh how are you oh great ណាតើអ្នកសុខសប្បាយទេអូខ្ញុំអត់អីផង great ណាអត់អីផងឥឡូវសុខភាពមកមុនណាទី5 couldn't be better yes អញ្ចឹងក៏ couldn't គឺមិនអាច could not yes មកពីពាក្យ could not វាជា short form ទម្រង់កាត់របស់គេ be គឺជាមកពីកិរិយាសព្ទ to be better ហ្នឹងល្អប្រសើរជាងមកពីពាក្យ good ដល់ពេលល្អជាងគេថា better ចឹង couldn't be better គឺថាមិនមានការល្អច្រើនពេកទេធម្មតា yes can't complain can't នេះ cannot គឺថាมันអាច complain នេះគឺការត្អូញត្អែអញ្ចឹងគឺខ្ជិលត្អូញត្អែច្រើនយើងឆ្លើយអញ្ចឹងខ្ជិលចង់ត្អូញត្អែវាសុខទុក្ខជាធម្មតា yes I've been busy yes I've been busy គេថា I have I បូកនឹង have គេថា
ខ្ញុំមាន been been នេះគឺជាទម្រង់ទី3នៃកិរិយាសព្ទ to be yes គឺជា busy រវល់ yes អញ្ចឹងទម្រង់កន្លែងនេះគេហៅថា present perfect មកពីកិរិយាសព្ទ subject I បូកនឹង verb have កន្លែងនេះហើយបូកនឹង been អញ្ចឹងវាជា present perfect ខ្ញុំរវល់ yes ឯងឥឡូវមិនហើយសុខសប្បាយជឿទេឥឡូវរវល់ការងារច្រើនណា yes ទី8 same as always yes same ដូចណា us same as always នេះគឺជាធម្មតាជាដូចរាល់ដងណា always same as always ជាធម្មតាសុខទុក្ខជាធម្មតាបាទ9 not so great not គឺថាបដិសេធគឺមិនមានន័យថា no yes so គឺបបប្រែថាដូចឆ្នេះឬក៏អញ្ចឹងឬក៏ការបញ្ជាក់ទៅនៃទៅលើពាក្យ great ក្រោយនេះ great គឺភាពអស្ចារ្យ not so great មិនសូវជាសុខភាពមិនសូវល្អប្រហែលដែរទេ yes not so great ទី10 could be better could អាច be គឺជា better ល្អមកពាក្យ good ដែរអញ្ចឹងអាចបានប្រសើរឡើងវិញហើយអាចបានល្អឡើងវិញហើយដូចថាមនុស្សណាម្នាក់ឈឺគេថាមិនហើយសុខសប្បាយជឿទេឥឡូវជំងឺមិនឃើញហើយគេគាត់ថា could be better អូឥឡូវបានប្រសើរវិញហើយសុខភាព yes បាទសូមអរគុណសម្រាប់ការតាមដាន